ជំរាបសួរបងប្អូនដែលចូលចិត្តការងារ DIY ជាពិសេសបងប្អូនដែលចូលចិត្តធ្វើរបស់ប្រើនៅក្នុងផ្ទះដោយខ្លួនឯងណាបាទនេះគឺជាឈ្នួរហាលខោអាវដែលមានទំហំខ្នាតបដោយ1ម៉ែត្រកន្លះទទឹង60និងកម្ពស់1ម៉ែត្រ40បាទប្រភេទដែកដែលខ្ញុំយកមកប្រើនេះគឺជាដែក25x25កម្រាស់របស់វាគឺ1.2 លីហើយក្នុងមួយឈុតហ្នឹងយើងប្រើដែកទាំងអស់ពីរដើមកន្លះទទឹងខាងលើនេះទំហំវាយើងយកទៅ60ទេ60ហ្នឹងគឺល្មមសម្រាប់យើងហាលខោអាវសងខាងមកនៅសល់ចន្លោះតនេកដាលបន្តិចចំណែកទទឹងជើងខាងក្រោមទ្រខាងក្រោមនេះយើងយកទទឹង70បាទដើម្បីឲ្យវាទ្រលំនឹងបានល្អបើយើងយក8ក៏បានដែរប៉ុន្តែវាអាចជាអៀតនៅពេលដែលយើងប្រើនៅក្នុងកន្លែងមិនសូវជាទលាយណាអញ្ចឹងវាអាចទៅហើយស្នួរយើងចាំបាច់ត្រូវមានជ្រែងនេះខ្ញុំកាត់មុំ45យើងកាត់ប្រវែង30មកហើយយើងកាត់មុំបើសិនជាយើងអត់ជ្រែងគឺយើងប្រើអត់បានយូរទេវាយកទៅយកមកវាធ្វើឲ្យដាច់ទឹកផ្សាហើយស្នួរនេះដែរគឺមានភ្ញៀវគាត់កំងអញ្ចឹងខ្ញុំធ្វើឲ្យគាត់ទាំងអស់ចំនួន4ហើយយើងបាញ់ថ្នាំខ្មៅបាទជាចុងក្រោយសម្រាប់បងប្អូនដែលចូលចិត្តវីដេអូបែបនេះសូមជួយចុច like ក៏ដូចជាចុច subscribe វីដេអូរបស់ខ្ញុំម្នាក់មួយផងបាទដើម្បីជាកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូក្រោយទៀតបាទជម្រាបលាអរគុណ